Ok, số đây bóng ônទាំងអស់គ្នាបាទចឹងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបនៃការដាក់លេខរៀងភាគបាទអញ្ចឹងនៅពេលដែលយើងបានរូបភាពសាមញ្ញហើយយើងប្រកាសជាចង់ដាក់បាទតាមភាគនីមួយៗដើម្បីយកទៅបង្ហោះធ្វើជារូបភាពសាមញ្ញនៅលើបាទវីដេអូរៀលរបស់យើងអូខេអញ្ចឹងដើម្បីធ្វើបែបនេះបានបងប្អូនត្រូវទៅ download កម្មវិធីមួយគឺមានឈ្មោះថា Canva បាទអញ្ចឹងគឺកម្មវិធី Canva គឺជាកម្មវិធី free ទេបាទបងប្អូនមិនត្រូវការចំណាយលុយកាក់អីទេអញ្ចឹងដើម្បីទាញយកបានបងប្អូនទៅបើកកម្មវិធី Play Store ឬក៏ App Store របស់បងប្អូនមកបាទរួចបងប្អូនចុច search បាទចុចកន្លែងស្វែងរកនេះបាទចុចកន្លែងប្រអប់ search រួចបងប្អូនវាពាក្យថា Canva CANVA បាទខាងលើគេនេះបន្ទាប់មកបងប្អូននឹងឃើញបាទកម្មវិធីមួយនេះជាកម្មវិធី Canva រួចបងប្អូនធ្វើការដំឡើងកម្មវិធីនឹងមកបាទបន្ទាប់មកបងប្អូនចុច open បងប្អូនអាច login ជាមួយនឹង account របស់បងប្អូនបានបាទជាមួយនឹង Google account នៅពេលដែលយើងបើកមកដល់ផ្ទាំងមួយនេះបាទបងប្អូនចុចកន្លែងសញ្ញាលេខបូកនេះមករួចបងប្អូនអូសចុះទៅក្រោមរកពាក្យថា photo editor បាទមួយនេះបន្ទាប់មកបងប្អូនទៅរើសរូបភាព thumbnail របស់បងប្អូនដែលចង់ដាក់លេខរៀងលេខ1លេខ2លេខ3អីចឹងទៅបាទខ្ញុំសូមយកមួយនេះបាទនេះជារឿងថ្មីដែលខ្ញុំបានទៅតែ generate បាទដូចជាភាសាខ្មែរយ៉ាងមានភាពស្រស់ស្អាតបន្ទាប់មកបងប្អូនចុចកន្លែងបាទ text មួយនេះរួចចុចពាក្យ create design អូខេឥឡូវនេះ Canva បានបើករូបថតដែលយើងចូលមកដល់ក្នុង Canva edit photo ហើយយើងចុច text មួយនេះមកបន្ទាប់មកបងប្អូនចុចកន្លែង text បាទ text រួចបងប្អូនជ្រើសរើសយក add heading text បន្ទាប់មកបងប្អូនវាលេខបញ្ចូលបាទវាលេខ1បញ្ចូលមកបាទប៉ុណ្ណឹងបងប្អូនចុចលើលេខបាទចុចលើលេខនឹងម្ដងទៀតរួចបងប្អូនក៏លេខមកមើល font បាទ font ខាងក្រោមនេះបងប្អូនចុចសញ្ញាព្រួយនៅលើមកដើម្បីឃើញ font ច្រើនអញ្ចឹងនៅក្នុងនេះគឺមាន font ច្រើនហើយបងប្អូនជ្រើសរើសដើម្បីដាក់បងប្អូនអាចពេញចិត្ត font មួយណាដាក់ font មួយហ្នឹងទៅបាទខ្ញុំសូមយក font មួយនេះបាទក្បាលធំបន្ទាប់មកបងប្អូនចុចកន្លែង text នេះវិញរួចបងប្អូនមកមើលបាទកន្លែង font size បាទនេះទំហំអក្សរបងប្អូនអាចបរិយារួមបាទទំហំអក្សរហ្នឹងឲ្យស័ក្តិសមជាមួយនឹងអក្សររបស់យើងមកអក្សរចំណងជើងរឿងរបស់យើងអូខេឥឡូវខ្ញុំសូមយកបាទ110ចុះឲ្យវាធំតិចខ្ញុំសូមដាក់តាមនេះបាទដាក់ក្បែរនេះហ្មងទៅយើងដាក់កន្លែងណាក៏បានដែរបងប្អូនគឺដាក់ឲ្យស័ក្តិសមឲ្យឃើញមកគឺសមជាមួយនឹងចំណងជើងរបស់យើងបន្ទាប់មកបងប្អូនអាចជ្រើសរើសពណ៌បាទកន្លែង color នេះកន្លែង color នេះគឺមានពណ៌ច្រើនសម្រាប់បងប្អូនជ្រើសរើសបាទតាមចំណង់ចំណូលចិត្តរបស់បងប្អូនចុចសញ្ញាព្រួយខាងលើនឹងមកបងប្អូនអូសចុះទៅក្រោមរួចបងប្អូនបាទខាងលើនេះគឺជាពណ៌លក្ខណៈតែមួយបាទមួយអត់មានលាយទេបាទខាងក្រោមគឺជាពណ៌ដែលមានលាយអញ្ចឹងយើងប្រើពណ៌លាយទៅគឺវាស្រស់ស្អាតជាងបាទអញ្ចឹងបងប្អូនជួយកន្លែង select all នេះមកបាទ see all បាទមើលទាំងអស់បាទឃើញពណ៌ទាំងអស់តែម្ដងបងប្អូនស្រឡាញ់ពណ៌មួយណាបងប្អូនដាក់មួយហ្នឹងអញ្ចឹងពណ៌ខ្ញុំរីកមែនបងប្អូនដាក់ឲ្យស្តៀងជាមួយនឹងពណ៌អក្សរចំណងជើងរបស់យើងឧទាហរណ៍ដូចមួយនេះបាទវាជាស្តៀងនឹងអក្សររបស់យើងហើយអូខេឥឡូវខ្ញុំសូមយកមួយនេះបាទចុច text មកបន្ទាប់មកបងប្អូនអូសទៅនេះបន្តិចទៀតបាទទៅលើ effect បងប្អូនដាក់ effect បន្តិចមករួចបងប្អូនរក effect មួយណាដែលបងប្អូនចង់ដាក់ជាទូទៅខ្ញុំដាក់ប្រភេទ outline បាទខ្ញុំដាក់ outline វាឲ្យវាមានបន្ទាត់ខាងក្រៅហ្នឹងគឺមានពណ៌បាទមានពណ៌ដែលខ្ញុំចង់បានជាទូទៅខ្ញុំច្រើនតែប្រើពណ៌ខ្មៅពណ៌ខ្មៅវាស៊ីគ្នាល្អបាទជាមួយនឹងអក្សរពណ៌មាសមួយបែបហ្នឹងអូខេឥឡូវខ្ញុំបានបាទភាគរបស់ខ្ញុំហើយភាគ1
អញ្ចឹងបន្ទាប់ពីបងប្អូនបានដាក់បែបហ្នឹងបាទចេញភាគមួយបែបហ្នឹងហើយបងប្អូនចុចកន្លែង download ខាងលើនេះបាទយើងរងចាំបន្តិចទៅវានឹងធ្វើការទាញយករូបភាពនេះហើយអូខេឥឡូវយើងទាញបានរូបភាពមួយហើយអញ្ចឹងបងប្អូនចង់បានភាគ2បាទចង់បានភាគ2បងប្អូនគ្រាន់តែចុចលើលេខនេះមកបងប្អូនចុចកន្លែង edit បងប្អូនលុបលេខ1ចេញដាក់លេខ2ចូលបាទចុច tick មករួចបងប្អូនចុច download អូខេនោះយើងនឹងទទួលបានបាទភាគ2ជារូបភាពដែលមានភាគ2ហើយអញ្ចឹងតែប៉ុណ្្នឹងទេបងប្អូនគឺមានភាពងាយស្រួលមែនទែននៅពេលដែលបងប្អូនធ្វើហើយបងប្អូនអាចចុចកន្លែង home នេះមកថយទៅវិញអស់ទៅបាទថយទៅវិញអស់វានឹងស្ថិតនៅក្នុងបាទ your design របស់យើងអញ្ចឹងពេលបងប្អូនចូលមកបន្តភាពរបស់បងប្អូនទៀតបងប្អូនបើកមកបងប្អូនចូលកន្លែង your design នោះបងប្អូននឹងឃើញបាទ thumbnail របស់យើងដែលយើងបានដាក់ពាក្យហ្នឹងបាទនៅត្រង់នេះនៅលើគេតែម្ដងបងប្អូនក៏អាចកំណត់ឈ្មោះដើម្បីចំណាំបានដែរបាទបងប្អូនអាចសរសេរឈ្មោះចំណាំទៅលើ thumbnail រឿងរបស់យើងក៏បានបាទគឺកន្លែងនេះបាទកន្លែងស្មៅដៃខាងលើនេះចុចលើវាទៅឧទាហរណ៍ខ្ញុំដាក់ថាបាទ demo ចាំចាស់បាទ demo តែប៉ុណ្្នឹងហើយរៀបរាល់បងប្អូនគឺយើងមិនបាច់ចុច save ចុចអីទេគ្រាន់តែចុចចេញគឺអូខេតែម្ដងនៅពេលដែលបងប្អូនចង់កែបន្ថែមភាគ3ភាគ4អីទៀតបងប្អូនគ្រាន់តែចុចលើវាមកបាទវានឹងចាប់ផ្ដើមបើកបាទ thumbnail របស់យើងមកហើយរួចបងប្អូនគ្រាន់តែចុចលើលេខបាទហើយចុច edit ដូចមុនហ្នឹងដូរមកលេខ3វិញមកបាទគឺអូខេហើយបងប្អូនគឺវាមានភាពងាយស្រួលមែនទែនទៅលើការបដូរលេខភាគរឿងរបស់យើងបាទខ្ញុំសុំដាក់លេខ2សិនព្រោះខ្ញុំបានទៅតែធ្វើបាន2ភាគទេអូខេអញ្ចឹងវីដេអូរបៀបនៃការបង្កើតរូបភាព thumbnail ជាមួយនឹងលេខបាទជាមួយនឹងលេខរៀងនៃភាគគឺមានតែប៉ុណ្្នឹងទេបងប្អូនអញ្ចឹងជាចុងក្រោយនៃវីដេអូនេះខ្ញុំបាទសូមអរគុណនិងសូមគោរពលា